បងតាហ៊ានម្នាក់នេះគាត់កំពុងធ្វើអីលុតជង្គង់នៅលើដីក្នុងព្រៃព្រឹក្សាអ្នកទាំងអស់គ្នាបានឃើញសកម្មភាពនេះហើយអ្នកខ្លះក៏ប្រហែលជាឆ្ងល់ថាគាត់នឹងធ្វើអីឬមួយក៏គាត់នឹងស្រវឹងស្រាតាមពិតមិនមែនទេអ្នកទាំងអស់គ្នាបើតាមការដឹងរបស់ខ្ញុំតាមរយៈជីតារបស់ខ្ញុំដែលជាមេតបរបស់ព្រះកូណាសម្ដេចព្រះនរោត្តមសីហនុជំនាន់ទាហានដើរព្រៃហើយគាត់ក៏ជាទាហានព្រៃចំផងដែរនេះគឺជាសកម្មភាពសុំភាពក្លាហានឬក៏បន្ថែមភាពក្លាហានទៅដល់ខ្លួនឯងហើយនឹងកងពលទាំងមូលសំខាន់ណាស់សម័យមុនឲ្យតែមេក្រុមកងពលកងវរៈទាំងអស់មុននឹងចេញច្បាំងឬក៏ចូលក្នុងព្រៃគឺតែងតែធ្វើពិធីនេះគឺពិធីសុំពរជ័យអំពីអារក្សអ្នកតាទេវតារក្សាព្រៃភ្នំទាំងអស់ហ្នឹងជួយជំរុញទឹកចិត្តទ័ពឲ្យក្លាហានហើយស្រែកឡើងមក3ដងឡើងទៅលើហើយទន្ទ្រាំជើងទៅនឹងដីបញ្ជាក់ថាកម្លាំងទឹកចិត្តហើយនឹងភាពក្លាហានរបស់កងទ័ពទាំងនៅក្នុងកងពលទាំងអស់ហ្នឹងក្លាហានហើយមិនខ្លាចសត្រូវទេហើយក៏មានមុនគាថាសូត្របន្ថែមប្រក់ពលផងដែរហើយចឹងហើយបានជានៅក្នុងសភៅត្រៃវេទដែលជីតារបស់ខ្ញុំធ្លាប់ប្រាប់ហ្នឹងគឺមានចំណងជើងថាប្រក់ពលហ្នឹងឬក៏លើកកម្លាំងពលដើម្បីឲ្យពលទាហានទាំងអស់មានអានុភាពមានភាពក្លាហានចូលទៅច្បាំងតតាំងជាមួយសត្រូវហើយឈ្នះសត្រូវហើយលោកក៏ចាប់ដើមសូត្រមន្តគាថាតាមមេដែលខ្លួនចេះបានរៀនមកឧទាហរណ៍ថាសូមនីអេសីដែលជាគ្រូខ្ញុំជួយដាស់អាគមដាស់យន់កំសែងដាស់លេខអក្សរាសីមាកំផែងអាឋានកំហែងបាតស្ទឹងសង្កែមុនមហាទន្សាយស្រឡាយដំរីបាំងចុងបាំងភ្លេចបាំងចុងបាំងព្រៃបាំងទាំងដួងខែមុនមហាទន្សាយគួចដើមស្រងែអញ្ជើញគ្រូស្នេហ៍លិនថោងសារិកាគ្រូសក់កណ្ដាញ់ទាំងតូចទាំងធំទាំងគ្រូសំណុំទាំងគ្រូស្រវាគ្រូចិត្តរមួទាំងស្នួមេបាអរអ្នកតាដំឡើងរាសីពួកមរិញកងវាលនិងព្រាយកុមារក្រមួនគោបាព្រាយក្បាល8ម្ចាស់ភូមិម្ចាស់ស្រុកដែលមានបារមីរួមកម្លាំងដៃនិងឥសីមនីបែកដានសាដោះបញ្ហាថ្លែងវិជាការសម្ដែងរិទ្ធីចុចម្រៀមជើង1រំជួយធរណីចុចម្រៀមជើង2រន្ទះពេញមេឃចុចម្រៀមជើង3បែងភាកបាំងខ្លួនចុចម្រៀមជើង4អាកាសរហែកចុចម្រៀមជើង5ភ្លៀងធ្លាក់ពីមេឃលើកដៃបាំងភ្នែកភ្លៀងរាំងថ្ងៃរះតន្ត្រំជើងម្ខាងសត្រូវវូវីតន្ត្រំជើង2បានជ័យជំនះប៉ុណ្ណេះជាដើមនេះគ្រាន់តែជាការប្រគល់គុយសុធនទេក៏ប៉ុន្តែនៅក្នុងមេប្រក់ពលក៏មានសូត្ររៀបរាប់អញ្ជើញទេវតាដើម្បីលើកកម្លាំងពលីរបស់កងពលដែលចូលទៅប្រយុទ្ធនឹងមុនទៅប្រយុទ្ធផងដែរនេះគឺជាកិច្ចរបស់មេទាហានឬក៏ជាកិច្ចរបស់មេក្រុមកងវរៈណាមួយនឹងគឺមិនមែនគាត់ស្វឹងស្រាទៅគាត់ធ្វើអញ្ចឹងទេអ្នកទាំងអស់គ្នាហើយពួកតបមេតបដែលចេះចាំមុនវិជាទាំងអស់ហ្នឹងភាគច្រើនគឺនៅតែជួរមុខទេហើយមុននឹងចេញទៅច្បាំងឬក៏កាលដែលចេញទៅច្បាំងឲ្យតែឃើញកូនទាហានណាចាញ់ច្រាបស្នូកំភ្លើងចាញ់ស្រាបស្នូគ្រាប់បែកអីហ្នឹងគឺចាប់ដើមសូត្រដើម្បីតម្លើងឲ្យកូនទាហានហ្នឹងលែងភ័យសូត្រឲ្យសែបនឹងដៃទះខ្នងទះក្បាលជាដើមឬក៏ព្រោះទឹកជាដើមនេះតាមអ្វីដែលខ្ញុំដឹងតាមរយៈជីតារបស់ខ្ញុំហើយជីតារបស់ខ្ញុំគាត់មិនស្លាប់ដោយសារតែការធ្វើសង្គ្រាមនៅក្នុងសមរភូមិទេគាត់ប្រយុទ្ធរហូតដល់ប្រទេសសន្តិភាពទើបគាត់មកស្លាប់ដោយរោគជំងឺគាត់ចាស់ចឹងទៅនឹងគឺជារឿងពិតដែលជីតារបស់ខ្ញុំគាត់តែងតែលើកយកមកនិយាយប្រាប់តាំងពីខ្ញុំនៅក្មេងដែលខ្ញុំធ្លាប់នៅជុំគាត់នឹងកន្លងមក